សួស្តីទាំងអស់គ្នាអញ្ចឹងឥឡូវយើងមក set up តាក់ទងទៅនឹង Whoop MG charger របស់វាណាចឹងធម្មតាក្នុងការយើងដាក់មើលតែនេះទៅបាទយើងរុញចូលអញ្ចឹងទៅបាទរុញអញ្ចឹងទៅដើម្បីឲ្យវាដំណើរការបាទអញ្ចឹងនៅពេលដែលវា load ភ្លើងនេះបានន័យថាយើងអាចភ្ជាប់ជាមួយនឹង device របស់យើងបានហើយបាទអញ្ចឹងគ្រាន់តែពេលដែលយើងដាក់ថ្មហើយយើង download app មក Whoop នឹងមកហើយបន្ទាប់មកយើងភ្ជាប់វាបាទអញ្ចឹងក្នុងការភ្ជាប់យើងនឹងអត់ឃើញអញ្ចឹងយើង copy មកយើង pairing ហ្នឹងបាទយើងចុច pair មកអញ្ចឹងបន្ទាប់ពី pair ហើយយើងចុច continue ហើយអ្នក password យើងចូល Cambodia បាទអញ្ចឹងបន្ទាប់ពី Cambodia យើងចុចបន្តទៅមុខទៀតបាទអញ្ចឹងពេលបន្តហើយទៅ next to help យើងចុច next ទៅបាទខ្ញុំចុចទៅមានចុច ជួយឲ្យបងប្អូនអរគុណបងប្អូនទីទៅហើយជួយយើងចុចទៅអញ្ចឹងបន្តទៅនឹង Mercedes automatic ទៅមានចិញ្ចៀ color ឬក៏បាទដល់លេងចឹងហើយនេះបានថា you're not charging yet you will give it 12 ម៉ោងចឹងបានថាវាយើង free 12ខែហ្នឹងគ្រាន់តែយើងពីសាខារបស់យើងមកដើម្បីវា process ទៅនឹង gift ក៏ដូចជា free 12ខែយើងចឹង free ទៅនេះណា we are